ខ្ញុំកណាសូមនមស្ការប្រថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមចម្រើនពរចំពោះញោមញាតិពុទ្ធបរិស័ទឧបាសកឧបាសិកាចិត្តឆ្ងាយទាំងអស់ចឹងនៅក្នុងឱកាសនេះក៏ដូចជានៅក្នុងថ្ងៃនេះជាថ្ងៃច័ន្ទថ្ងៃ5កើតខែចែកក៏ត្រូវនៅថ្ងៃទី23ខែមីនាឆ្នាំ2026ខ្ញុំណាចឹងថ្ងៃនេះនៅវត្តពិសាងក៏វត្តព្រហ្មកេសីហើយវត្តពិសាងបានចាប់ផ្ដើមជាងយកដែកដើម្បីផ្សារតសញ្ញាបដំបូលគាត់នេះមកខាងនឹងមកមុខខ្ញុំណាក៏មកខាងនេះ4ម៉ែត្រហើយមកមុខ6ម៉ែត្រហើយទៅខាងកើតនោះ4ម៉ែត្រទៀតក៏ចឹងសរុបជាទំហំហ្នឹងគឺស្មើនឹង180ការ៉េខ្ញុំ180ការ៉េជិត200ការ៉េដែរសម្រាប់តហើយតម្លៃសម្រាប់ជាងគាត់ធ្វើគឺ1ការ៉េ$13ខ្ញុំណាក៏មានទុនជាទឹកប្រាក់អស់$2000ជាងខ្ញុំនឹងសម្រាប់សញ្ញាបដំបូលក៏ដែលត្រូវកសាងតមួយមុខចេះដើម្បីគាត់ប្រសង់គង់នៅហើយក៏កុំឲ្យមានសាច់ភ្លៀងចូលនឹងអាចកន្លែងទទួលភ្ញៀវខ្ញុំណាទទួលភ្ញៀវញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយឬក៏ប្រសង់និមន្តមកជាកន្លែងសម្រាប់បដិសណ្ឋារកិច្ចគង់ខ្ញុំកណាអាត្មាភាពក៏ទៅតែមកគង់នៅវត្តពិសាងនេះបានដើម្បីជួយការគ្រប់គ្រងមើលការខុសត្រូវของវត្តពិសាងនេះចឹងរយៈពេលទៅបានមួយអាទិត្យជាងទេខ្ញុំណាតាមដោយរយៈអង្គគ្រូបច្ចារិកាលោកបានទទួលនិច្ចធម្មទៅកាលពីថ្ងៃទី28ខែកុម្ភៈកន្លងទៅក៏មានការរៀបចំដើម្បីមកគង់នៅការគ្រប់គ្រងមើលការខុសត្រូវនៅទីវត្តអារាមនេះខ្ញុំក៏កំពុងតែចាប់ផ្ដើមរៀបចំឲ្យក៏ចិត្តដល់កម្មវិធីបុណ្យចូលឆ្នាំផងញោមក៏ចឹងអាត្មាគេនឹកឃើញថាមិនទាន់មានកន្លែងសម្រាប់ញៀវសម្រាប់ពុទ្ធបរិស័ទឬក៏ប្រសង់អីលោកនិមន្តមកឬក៏តំណែងតំណងកិច្ចការងារវត្តអារាមអីអត់មានចឹងអាត្មាក៏តសញ្ញាបក៏នេះខាងលិចនេះផងហើយនឹងខាងមុខនេះផងហើយនឹងចាក់ស្រាបទៀតញោមប៉ុន្តែកណាសំខាន់នោះគឺយើងចង់បានសញ្ញាបហើយយើងនឹងចាក់ស្រាបទៀតចឹងបើគិតរួមទាំងតម្លៃចាក់ស្រាបផងអស់ប្រហែលជា$4000ជាងអីញោមបានរួចរាល់កន្លែងនេះហើយនៅច្រើនទៀតដូចជាបានបោះថ្ងៃមុនដែរគឺនៅរៀបឆ្នាំពុទ្ធនេះសាជាថ្មីព្រោះឲ្យខាងកណ្ដាលនេះក៏មានការខូចខាតនឹងប្រព័ន្ធភ្លើងផ្សេងទៀតហើយដំបូលនេះគឺថ្ងៃមុនព្រះអង្គព្រះសង្ឃលោកបានឡើងទៅព្រំហើយបែកព្រំនៅខាងលើនៅខាងក្រោយនោះបានព្រំឡើងវិញឥឡូវនេះភ្លៀងមកម្សិលមិញថ្ងៃអត់ទឹកទេហ្នឹងហើយអញ្ចឹងខ្ញុំកណាមកភាពសូមធ្វើនៅវីដេអូនេះដើម្បីជម្រាបប្រគេននិងជូនដំណឹងដល់ថេរានុថេរៈគ្រប់ព្រះអង្គព្រមទាំងញាតិញោមពុទ្ធបរិស័ទទាំងថ្ងៃទាំងអស់គ្នាក៏ញាតិញោមមានចិត្តបុណ្យចិត្តកុសលសទ្ធាជ្រះថ្លាចូលរួមចំណាយចាប់កសលនៅក្នុងការកសាងតសញ្ញាបនៅគាត់នេះខ្ញុំណាក៏ទៅតាមសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទក៏ចឹងខ្ញុំគណៈអាត្មាភាពសូមអរគុណសូមប្រទានពរនិងសូមជូនពរកាលណាគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងអស់សូមប្រកបជួបប្រទះសេចក្តីសុខសេចក្តីចម្រើនគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនា